អស់គ្នាបើក Bluetooth កុំព្យូទ័របងប្អូនអ្នកគ្នាចេញបែបនេះហើយអត់ដឹងថារបៀបដោះស្រាយបែបណាតោះមកមើលវីដេអូនេះទាំងអស់គ្នាខ្ញុំនឹងបរៀនបងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះអ្នកគ្នាបើកអ៊ីនធឺណិតរួចហើយបងប្អូនអ្នកគ្នាចូលកន្លែង Windows បងប្អូនអ្នកគ្នាចូលកន្លែង Search នេះរួចបងប្អូនអ្នកគ្នាវាយពាក្យតាមខ្ញុំមកអូខេពេលវាយពាក្យថា device manager បងប្អូនអ្នកគ្នាពេលបងប្អូនវាយ device manager រួចហើយបងប្អូនអ្នកគ្នាអាចចូលវាបានរួចវាចេញទម្រង់បែបនេះបងប្អូនអ្នកគ្នាអញ្ចឹងមកដល់កន្លែងនេះអ្នកគ្នាបន្ទាប់មកបងប្អូនអ្នកគ្នាតិចតាមខ្ញុំណាចូលកន្លែងនេះមកឬក៏ពីហ្នឹងយើង update វាទាំងពីរមកឥឡូវឧទាហរណ៍នេះ update មកស្ដាប់ដល់វាយកពី update driver ពី update driver មកវានឹងចេញបែបនេះបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាចូលកន្លែង search នេះមកណា search auto នេះមកជួយលើវារួចវានឹងចេញបែបនេះបងប្អូនអ្នកគ្នាអញ្ចឹងយើងរងចាំតិចទៅថាវានឹងចេញបែបណាទៀតពេលដែលវាដើរចប់វានឹងចេញបែបនេះដល់នោះចប់វានឹងចេញបែបនេះបងប្អូនអ្នកគ្នាចេញរងវាមករួចរងហើយបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាខ្វែងវាមកអូខេឥឡូវយើងចូលមកដល់ driver Bluetooth នេះវិញរួចបងប្អូនអ្នកគ្នាទៅពាក្យថាបូក Bluetooth នេះជាងចំណាត់ហើយហើយពាក្យថា Bluetooth នេះអូខេអញ្ចឹងវា load Bluetooth ឲ្យយើងបងប្អូនអ្នកគ្នានេះគឺរួចរាល់ហើយយើងមិនមានដោតអីទេបងប្អូនអ្នកគ្នាបើសិនជាបងប្អូនទាំងអស់គ្នាធ្វើតាមខ្ញុំហើយវាអត់ដំណើរការទេឬក៏វាធ្វើអត់បានទេបងប្អូនទាំងគ្នាអាចឆានមកពេកពួក IT បានអញ្ចឹងមានន័យថាកុំព្យូទ័របងប្អូនទាំងគ្នាប្រហែលជា error Bluetooth អញ្ចឹងខ្ញុំមានដុំ Bluetooth សម្រាប់លក់ឲ្យបងប្អូនទាំងគ្នាទូថ្លៃទេដុំ Bluetooth នេះបងប្អូនទាំងគ្នាមិនបាច់ចាំធ្វើអីញ៉ៃៗទេគ្រាន់តែដោតវាហើយបងប្អូនទាំងគ្នានឹងធ្វើមក Bluetooth ប្រើតែម្ដងអរគុណបងប្អូនទាំងគ្នាបើសិនជាអត់យល់កន្លែងណាអាច comment សួរនៅក្នុងវីដេអូនេះបានហើយបើសិនជាបងប្អូនទាំងគ្នាចង់បានកុំព្យូទ័រទូថ្លៃហើយមានតម្លៃសមរម្យបងប្អូនទាំងគ្នាអាចតាក់ទងមកពេកពួក IT បានសូមអរគុណជម្រាបលា